សូមស្វាគមន៍មកកាន់ស្រុកស្នួលខេត្តក្រចេះទឹកដីដែលពោពេញដោយប្រជាជនរស់រាយរាក់ទាក់ដោយស្នាមញញឹមសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកស្គាល់ទីតាំងទេសចរមួយកន្លែងស្ថិតនៅក្នុងស្រុកស្នួលជាទូទៅពុកម៉ែបងប្អូនភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តឆ្លងកាត់ស្រុកស្នួលពិតណាស់គាត់មិនបំភ្លេចនោះទេគឺវិមានរណសេរី2ធ្នូវិមានរណសេរី2ធ្នូមានទីតាំងស្ថិតនៅផ្លូវជាតិលេខ76ភូមិជើងឃ្លូឃុំស្នួលស្រុកស្នួលខេត្តក្រចេះពិតជាអស្ចារ្យមែនទែនស្រុកស្នួលអាចនឹងមិនសូវល្បីល្បាញដោយអង្គរវត្តនៅសៀមរាបក៏ប៉ុន្តែស្រុកនេះមានសក្តានុពលទេសចរផ្ទាល់ខ្លួនជាពិសេសសម្រាប់អ្នកដែលកំពុងស្វែងរកបទពិសោធន៍ទេសចរថ្មីៗប្លែកៗនៅទីនេះហើយដែលបងប្អូនមិនអាចរំលងបានជាទូទៅពុកម៉ែបងប្អូនដែលគាត់រស់នៅក្នុងស្រុកនេះបន្ទាប់ពីសម្រាកការងាររកស៊ីពួកគាត់និយមនាំក្រុមគ្រួសារមនុស្សជាទីស្រឡាញ់មកទីនេះដើម្បីលំហែអារម្មណ៍ចំណុចដែលតាក់ទាញដល់ល្បីល្បាញបំផុតនៅទីនេះគឺថ្ងៃលិចដ៏ស្រស់ស្អាតជាមួយរូបមនុស្សពីរនាក់ឈរកាន់តុងនៅលើកំពូលចុងវិមានសម្រាប់ទេសភាពជុំវិញបរិវេណជាមួយនឹងខ្យល់បរិសុទ្ធបក់រសៀកស្មៅបៃតងខៀវខ្ចីបានបង្កើតទៅជាបរិយាកាសដ៏ស្រស់ស្រាយនិងត្រជាក់ចិត្តបើបងប្អូនធ្វើដំណើរឡើងទៅជាន់ខាងលើវិមានវិញបងប្អូននឹងឃើញមានផ្ទាំងចម្លាក់កម្រងរូបភាពធំៗចំនួន6ផ្ទាំងដោយខាងជើងមានចំនួន3ផ្ទាំងនិងខាងត្បូងចំនួន3ផ្ទាំងដូចគ្នាពេលបងប្អូនបានមកដល់ខាងលើនេះហើយនឹងបានគយគន់ទេសភាពជុំវិញកាន់តែច្បាស់ជាមួយនឹងស្មៅបៃតងខៀវខ្ចីជុំវិញបរិវេណវិមានហើយបងប្អូនចៅភ្នែកទៅគ្រប់ទិសទីគឺឃើញជាមួយនឹងព្រៃព្រឹក្សាពណ៌បៃតងខៀវស្រងាត់តែម្ដងពិតជាចំណុចភ្នែកនិងចំណុចអារម្មណ៍ថ្មីមួយទៀតក្នុងឆាកជីវិតថ្ងៃលិចបងប្អូនចំពោះថ្ងៃលិចគឺស្រស់ស្អាតមែនតើនៅលើវិមានខ្ញុំនៅជាន់លើបងអស់ហ្នឹងបងប្អូនបានមកកុំភ្លេចរឿងថ្ងៃលិចស្អាតមែនតើនៅទីនេះមិនមែនត្រឹមតែជាកន្លែងសម្រាប់សម្រាកកាយប៉ុណ្ណោះទេបងប្អូនក៏អាចជួយទិញចំណីអាហារដែលបងប្អូនអាជីវករលក់ដូរនៅទីនេះផងដែរសូមបងប្អូនទាំងអស់គ្នាដែលបានឃើញវីដេអូនេះកុំភ្លេចមកទស្សនានៅទីនេះដោយផ្ទាល់ដើម្បីបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានស្រុកស្នួលរងចាំស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាហើយវីដេអូមួយនេះក៏ឈានដល់ទីបញ្ចប់សូមអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយទៀត